កសិ24ប្រជាជនខ្មែរគាំទ្រផលិតផលខ្មែរជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទជាក្រុមការងារកសិ24ហើយពេលនេះខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនពីរបៀប login ចូលគណនី account ដែលពុកម៉ែបងប្អូនបានបង្កើត withdrawal ចូលទៅក្នុងកសិ24ហើយខ្ញុំសូមបញ្ជាក់ជូនពុកម៉ែបងប្អូនម្ដងទៀតថា account មុននឹងធ្វើការ login ចូលទៅក្នុងកសិ24បានលុះត្រាតែបងប្អូនធ្វើការ register ជាមុនហើយសម្រាប់វីដេអូធ្វើការ register ពុកម៉ែបងប្អូនអាចរកនៅលើ channel YouTube ផ្លូវការរបស់កសិ24យើងខ្ញុំបានហើយខ្ញុំសូមបញ្ជាក់មួយទៀតចំពោះការ login ចូលទៅក្នុងកសិ24ជាមុនបែបនេះគឺដើម្បីឲ្យបងប្អូនមានភាពងាយស្រួលក្នុងការបញ្ជាទិញអូខេឥឡូវយើងចាប់ផ្ដើមពីប្រធានបទយើងដើមវិញគឺរបៀប login ចូលទៅក្នុងគណនីរបស់កសិ24ដែលពុកម៉ែបងប្អូនបានបង្កើតមុនដំបូងពុកម៉ែបងប្អូនគ្រាន់តែចុចលើប៊ូតុងត្រេ3នៅខាងស្ដាំនេះវានឹង load pop up ផ្ទាំងមួយនៅខាងឆ្វេងបន្ទាប់មកយើងចុចប៊ូតុងចូលគណនីវានឹង pop up ផ្ទាំងមួយទៀតដើម្បីឲ្យយើងបំពេញលេខទូរស័ព្ទដែលយើងបានធ្វើការ register ជាមុនពេលនេះខ្ញុំនឹងបង្ហាញពុកម៉ែបងប្អូនពីលេខទូរស័ព្ទដែលខ្ញុំបានបង្កើតរួចរាល់បន្ទាប់ពីយើងបំពេញលេខទូរស័ព្ទហើយយើងចុចលើប៊ូតុងស្នើសុំលេខកូដហើយយើងរងចាំទទួលសារពីកសិ24ដែលផ្ញើទៅកាន់លេខទូរស័ព្ទរបស់ពុកម៉ែបងប្អូនដែលបានធ្វើការ register បន្ទាប់ពីយើងទទួលបានសារពី website កសិ24ហើយយើងយកលេខកូដយកទៅបំពេញនៅក្នុងប្រអប់លេខកូដបន្ទាប់មកចុចលើប៊ូតុងចូលគណនីនោះវានឹងបង្ហាញនៅកន្លែងចូលគណនីទៅជាលេខទូរស័ព្ទដែលយើងបាន register យើងអាចធ្វើការផ្ទៀងផ្ទាត់ម្ដងទៀតបានដោយគ្រាន់តែចុចលើលេខទូរស័ព្ទដែលយើងឃើញបន្ទាប់មកយើងចុចលើគណនីរបស់យើងដើម្បីស្វែងរកព័ត៌មានដែលយើងបានបំពេញយើងចុចលើប៊ូតុងព័ត៌មានតខ្លួននោះវានឹងបង្ហាញពុកម៉ែបងប្អូននៅផ្ទាំងមួយនៅខាងក្រោមនេះពីលេខទូរស័ព្ទដែលពុកម៉ែបងប្អូនបាន register ឈ្មោះហើយនិងអាស័យដ្ឋានរបស់យើងបន្ទាប់ពីយើងធ្វើការផ្ទៀងផ្ទាត់រួចរាល់ហើយនោះបានន័យថាយើងបាន login ចូលទៅក្នុង account របស់កសិ24រួចរាល់ហើយបន្ទាប់ពីយើងធ្វើការ login ចូលទៅក្នុង account កសិ24រួចរាល់យើងអាចធ្វើការបញ្ជាទិញពីមុខទំនិញឬក៏ផលិតផលដែលជាកសិករយើងបានធ្វើការដាក់លក់នៅលើគេហទំព័រមួយនេះហើយវីដេអូមួយនេះគឺមានតែប៉ុណ្ណេះទេហើយជាចុងក្រោយខ្ញុំសូមអរគុណដល់ពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមអរគុណនិងសូមជម្រាបលា